សួស្តីពុកម៉ែបងប្អូនញាតិមិត្តជិតឆ្ងាយបាទថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញដីចំការមួយកន្លែងនៅក្នុងខេត្តរតនគិរីបាទនៅក្នុងក្រុងបានលុងខេត្តរតនគិរីដីនេះមានទំហំ1 ហិកតាកន្លះបាទហើយនេះគឺជាទិដ្ឋភាពដើមឈើបាទឈើហូបផ្លែមាននៅទុរេនទឹកដោះបាទហើយតង្ងែនបាទនេះដើមតង្ងែនមុនណាបាទហើយនេះគឺទុរេនបាទដីនេះបច្ចុប្បន្នម្ចាស់គាត់កំពុងតែដាក់លក់ឲ្យខ្ញុំជួយធ្វើទីផ្សារដើម្បីដាក់លក់ហើយនៅក្នុងទីតាំងនេះហើយទីតាំងនេះជាទីតាំងល្អមែនទែនបាទសម្រាប់បងប្អូនដែលអ្នកចង់បានធ្វើជាចំការដោយសារតែហើយដីនេះមានទឹកបាទច្រប់ហើយខួបប្រាំងខួបភាសាមានទឹកនៅខួបប្រាំងខួបភាសាតែម្ដងអញ្ចឹងហើយការដាក់ដាំដំណាំហូបផ្លែគឺត្រូវតែម្ដងបាទពីព្រោះយើងមានប្រភពទឹកបាទនេះគឺប្រព័ន្ធរបស់ម្ចាស់គេសម្ចាស់គាត់ត្រឡប់បដូរទៅនៅទីក្រុងភ្នំពេញហើយឥឡូវហ្នឹងគាត់ត្រូវការលក់ចេញដោយសារមានថែទាំហើយនេះស្រះចាស់របស់គាត់ស្រះចាស់គាត់បានទឹកបងប្អូនណានេះខែហើយ2ហើយបានទឹកនៅយ៉ាងនេះទឹកនេះជ្រៅបាទខាងនេះចុង3 4 ម៉ែត្រដល់កាជីកណាបាទបងប្អូននេះអញ្ចឹងបូមមួយឆ្ងាញ់នេះម៉ាស៊ីនគាត់គ្រប់ចោលនេះឲ្យបងប្អូនគាត់ជួយហើយស្រោចអញ្ចឹងណាដើម្បីឲ្យបាននេះហើយនោះប្រៃញុកអស់បងប្អូននេះមិនមានអ្នកថែទេនេះសន្តរេនហ្នឹងនេះសន្តរេននេះបាទនេះត្រេននេះបាទហើយនោះបន្លោះដើមធំសន្តរេននេះបាទមានអ្នកថែអញ្ចឹងឥឡូវហ្នឹងក៏ត្រូវការដាក់លក់ជាបន្ទាន់បាទហើយនៅខាងនោះរីសតបងប្អូននេះនៅម្ខាងដីមានរៀងចម្រេលដោយសារវាមន់ជ្រុះបាទមន់រតនគិរីមានប្រភេទដីចែងបាទពិបាករកដីស្មើធំហើយទីតាំងហើយនេះគឺច្រប់ម្ខាងទៀតដែលហើយយើងក៏ទុកចោលលើមុនក៏ដាំបន្លែផ្លែឈើបន្លែផ្សេងឥឡូវហ្នឹងស្មៅហើយបាទចង់កន្លះហាត់ណាគឺច្រប់ហ្នឹងចង់កន្លះហាត់ហើយបាទអញ្ចឹងបងប្អូនដែលមានបំណងចង់បានដីទីតាំងនេះគឺអាចមកសាកសួរព័ត៌មានបន្ថែមឲ្យមកហើយបញ្ជាក់ថាប្លង់គឺប្លង់រឹងហើយបាទដីនេះប្លង់រឹងដីនេះក្បាលវាតតឹងចូល60 ម៉ែត្របាទ60 ម៉ែត្រតតឹងយើង60 ម៉ែត្រហើយនេះជួយវាស់ម៉ែត្រដើររបស់យើងហើយចម្រៅវានោះចូល200-300 ម៉ែត្រណាបាទ200 ម៉ែត្រអញ្ចឹងហើយបងប្អូនដែលមានបំណងចង់ចាប់អារម្មណ៍ទីតាំងមួយនេះអាចសាកសួរខ្ញុំបានតាមរយៈTelegram បាទហើយយើងមានក្នុង page មាននៅក្នុង YouTube របស់យើងបាទឥឡូវខ្ញុំនឹងថតហើយទីតាំងនេះជាក់ស្ដែងណានេះជាទីតាំងជាក់ស្ដែងគឺឥឡូវវាព្រៃចឹងបងប្អូននេះជាក់ស្ដែងហើយខ្ញុំកំពុងឡើងទៅលើដីរៀងចម្រេលមានក្រូចបាទនេះវាមកក្រូចហើយនេះគឺទីតាំងខ្ញុំឈរខ្ញុំឡើងមកចិត្តពាក់កណ្ដាលដីហើយនេះទុរេនរបស់គាត់បាទទុរេននេះសត្វទុរេនដែលគាត់ដាក់ហើយក្បែរព្រំហ្នឹងអញ្ចឹងល្អបាទឥឡូវផ្កានេះចាប់ដល់ផ្កានេះទីចាំងពលឺតិចនេះផ្កាមកនេះផ្កាស្ញេះនេះព្រៃប្រមាណថងបាទហើយក៏ដាំបានច្រើនទៅតែនេះអញ្ចឹងទៅជួទៅអញ្ចឹងលំតែម្ដងបាទនេះខ្ញុំឡើងមកដល់ពាក់កណ្ដាលដីហើយមាន50% នៃដីហ្នឹងចាំដល់ពាក់ដែរខ្ញុំថតពីលើទៅវិញថតមើល view បាទខ្ញុំថតឈូពាក់កណ្ដាលដីបាទនេះបាទ
chẳng đây nó bình chẳng bà hay khơi prey nó đang nằm đây nhom thọt đau mình bà những tròn này mình từ ngày mình nắng bà làจะการเขาบอกกีด้วยนะการคางมันบอกกีเดียคางปรุมเลยปนนะบ้านนี้รีสอร์ทอันนี้เตี้ยมองปนเยอะเพียวบรอนจอบปรุมหน่อยบ่าอันนี้ทะเลมากอดจังยังมึงลางทอติดว่านี่มองปนอันมือให้เรามีน้ำเจี๊ยยังไม่นึงมันทายตัวมันจะสกัดเจ้าบุญปลาผมมวยน้ำไหมđâyนี่สกัดปีมุนเป็นโกนก่อนเราแล้วโกนกระโดตัวผมเป็นtiết คืออดเมียนเนี่ยนามือเลยบ่าจังตัวการลวกตวนบ่าโอ้กาล้อทางโน้นเลยนี่ใหญ่นี่ใบโอ้เนี่ยใหญ่เนี่ยมาเนี่ยเดินมาก่อนเลยมาđâyบางคนมีน้องจังบ้านอาจเนี่ยตะโนมบ่านี่ยังโชว์ดอกเลยว่ะคือมันเอามาเราจุดจัดสับเพียรđây đóไงอย่างนี้จับมาจงเอามือลองเตียดเจ้าสายเนี่ยmiền này đào không đây nữa mà này thì tăng thế bà này này biển trắng này hoa này một con nát này và chân con này đây đi xa đây màมีกล้วยnhư vậyรู้ไหมคนใต้สงขลามีพบตึกhay từที่จับขังเลยมีเตียมุ้ยđầy bàอันนี้ยังมันเอาขังเลยbàตรงขังเลยจับตัวเละตัววิ่งนี่เตียcáiมุ้ยได้bàเตียนี่เตียบางมันกันนัดมันเอาเนาเนาออมนั่งbàไอ้นี่เตียกอดนี่bà nàyเตียsangใส่bàก็sangใส่mình đã cái bài này cũng có chợ đại này này là cả này độc này để mình chọn nâu này tiền là tiền này sang xây bọ sang xây chiang sang xây nó bị lơi đâu à đèn lơi mà chập đây hay ngoại mương trôn mà giờ miền nó không rụp hiệp trôn này nè mà nó vào một con